សួស្តីអ្នកទាំងអស់គ្នាថ្ងៃដែរ admin នឹងមកបន្តសាច់រឿង Too Much Fallen God តពីភាគមុនមកនៅពេលដែលច័ន្ទណាងបានឃើញរូបចម្លាក់របស់ម្នាក់ស្រីតានតាយ៉ាងហើយព្រះនាងម្ចាស់ Viewer ក៏ប្រាប់ទៅគាត់ថាម្នាក់ស្រីតានតាហ្នឹងគឺគេចាប់ទុកនាងនឹងដូចជាព្រះអញ្ចឹងហើយព្រះនាងម្ចាស់ Viewer ក៏រៀបរាប់ប្រាប់ច័ន្ទណាងថាកាលពីរាប់ពាន់ឆ្នាំមុនម្នាក់ស្រីតានតាហ្នឹងបានមកកន្លែងហ្នឹងហើយថែមទាំងឲ្យព្រួញទឹកទៅកាន់ពួកគេរួចចាប់តាំងពីហ្នឹងមកប្រជាជនទាំងអស់ក៏គេចាប់ដើមគោរពម្នាក់ស្រីតានតាយហ្នឹងហើយឆាណាហ្នឹងគាត់ក៏បានសម័យទៅដល់រឿងកាលពីមុននៅពេលដែលគាត់ប្រកួតជាមួយម្នាក់ស្រីតានតាយយ៉ាងចប់គាត់ក៏គិតថារឿងវាបានកន្លងផុតអស់រាប់ពាន់ឆ្នាំហើយអញ្ចឹងគាត់គួរតាបំភ្លេចរឿងនឹងចោលទៅហើយគាត់ក៏និយាយម្នាក់ឯងទៀតថាឥឡូវពួកគេគឺខុសគ្នាដាច់មួយប្រៀបដូចជាព្រះហើយមួយទៀតធម្មជាមនុស្សសាមញ្ញប៉ុន្តែគាត់នឹងព្យាយាមវឹកហាត់ឲ្យខ្លួនឯងកាន់តែខ្លាំងដើម្បីអាចមានឱកាសទៅជួបនឹងម្នាក់ស្រីឋានថៃហ្នឹងហើយសួរនាងថាហេតុអីបាននាងប្រើល្បិចថោកទាបដាក់គាត់កាលពីមុនពេលហ្នឹងព្រះនាងម្ចាស់គាត់ក៏សើចដោយឮច័ន្ទណាងនិយាយម្នាក់ឯងថាគាត់នឹងចង់ទៅជួបជាមួយនឹងទេពអប្សរឋានថៃនៅពេលព្រះនាងម្ចាស់នាំច័ន្ទណាងទៅបន្ទប់របស់គាត់យើងក៏បានឃើញនៅអ្នកវឹកហាត់វិទ្យាសិលជាច្រើនអ្នកផងដែរហើយនៅពេលដែលពួកអាចរចែម3នាក់ហ្នឹងវាដើរផុតច័ន្ទណាងវាសັບគ្នាថាមួយនៅក្បែរព្រះនាងម្ចាស់ហ្នឹងណាគេតែមួយទៀតវាថាប្រហែលព្រះអង្គម្ចាស់ជួលវាមកហើយតែមួយទៀតក៏វានិយាយទៀតថាមើលទៅមួយហ្នឹងគ្មានអីអស្ចារ្យប៉ុណ្ណឹងពេលដែលព្រះនាងម្ចាស់យួរនាំច័ន្ទណាងមកដល់កន្លែងស្នាក់នៅរបស់គាត់ប្រាប់តែមាននាគមួយបានហោះមកសម្ដៅមកពួកគេហើយមើលអាប៉ែកមួយជិះលើនាគហ្នឹងគឺព្រៃសាយមែនតើអាប៉ែកហ្នឹងបានបញ្ជានាគរបស់គេហ្នឹងទៅឆាបយកបុរសម្នាក់ឲ្យទម្លាក់មកពីលើដឹងស្លាប់ដឹងរស់អត់ផងហើយបុរសម្នាក់ទៀតគាត់ក៏បានលុចជង្គង់សំវឲ្យលើកលែងហ្នឹងអាប៉ែកហ្នឹងក៏លើកលែងទៀតនឹងថែមទាំងគោលលំពេងទៅបុរសម្នាក់ហ្នឹងដោយឃើញអាប៉ែកហ្នឹងព្រៃសាយពេកព្រះនាងម្ចាស់គាត់ក៏បានប្រើយុទ្ធសិលរបស់គាត់ទៅរងនៅលំពេងរបស់អាប៉ែកហ្នឹងហើយអាប៉ែកហ្នឹងមានឈ្មោះថាលីងកុងនៅពេលដែលអាប៉ែកលីងកុងហ្នឹងគាត់ឃើញព្រះនាងម្ចាស់ហើយគាត់ក៏ដើរមករាក់ទាក់ឲ្យសួរទៅព្រះនាងម្ចាស់ថាចែកដន់ម៉ែដែលបានជួបគ្នានៅកន្លែងហ្នឹងព្រះនាងម្ចាស់យួរក៏និយាយទៅវិញថាអាលីងកុងឯងមិនក៏ខុសខើម៉ាពួកគេទាំងពីរហ្នឹងធ្វើខុសអីបានដល់ថ្នាក់ឯងសម្លាប់ពួកគេទៅអាប៉ែកលីងកុងហ្នឹងក៏តបវិញថាពួកគេទាំងពីរហ្នឹងគ្រាន់តែជាអ្នកបម្រើតូចតាចទេអញ្ចឹងហើយបានងាប់នៅក្រោមដៃរបស់គាត់គឺជាកិត្តិយសដល់ពួកគេហើយបន្ទាប់មកឆាណានគាត់ក៏ដើរទៅចិត្តព្រះនាងម្ចាស់ពេលអាប៉ែកលីងកុងឃើញឆាណានគាត់ក៏និយាយឌឺទៅឆាណានទៀតថាហ្នឹងមិនមែនមួយដែលព្រះនាងម្ចាស់ហ្នឹងនាំយកមកមើលទៅមួយនេះគ្រាន់តែជាកូនអ្នកភូមិអីតូចតាចសោះមិនក៏វាហ៊ានថ្លើមធំម៉េះបានហ៊ានមកស្នាក់នៅរាជវាំងព្រះនាងម្ចាស់ហ្នឹងក៏បានទៅអោបដៃច័ន្ទណានហើយនិយាយពីឈឺទៅអាប៉ែកលីងកុងហ្នឹងថាវាជាជំរឿរបស់នាងព្រោះច័ន្ទណានគាត់ខ្លាំងជាងអ្នកខ្លះនិយាយទៅព្រះនាងម្ចាស់យូអឺហ្នឹងធ្វើអញ្ចឹងដើម្បីពីឈឺទៅដល់អាប៉ែកលីងកុងហ្នឹងព្រោះអាប៉ែកលីងកុងហ្នឹងត្រូវបានភ្ជាប់ពាក្យជាមួយនឹងនាងតែនាងអត់ពេញចិត្តមួយអាប៉ែកហ្នឹងទេហើយការភ្ជាប់ពាក្យមួយហ្នឹងគឺគ្រួសាររបស់ពួកគេទាំងពីរហ្នឹងសម្រេចចិត្តអាប៉ែកលីងកុងហ្នឹងក៏បាននិយាយទៅព្រះនាងម្ចាស់យូអឺថាមិនយូរមិនឆាប់ទេព្រះនាងម្ចាស់ហ្នឹងនឹងក្លាយជាប្រពន្ធរបស់គេដដែលហ្នឹងព្រោះពិធីភ្ជាប់ពាក្យរបស់ពួកគេហ្នឹងត្រូវបានសម្រេចចិត្តដោយឪពុករបស់ព្រះនាងម្ចាស់រួចអាប៉ែកលីងកុងហ្នឹងគាត់រៀបនឹងទៅកញ្ឆក់ដៃព្រះនាងម្ចាស់ចេញពីច័ន្ទណានតែត្រូវបានច័ន្ទណានចាប់ដៃអាប៉ែកនឹងជាប់ដល់ឃើញអញ្ចឹងគាត់ក៏ស្ដីឲ្យច័ន្ទណានថាហើយចង់ងាប់មែនទៅគាត់ក៏បានប្រើយុទ្ធសិលរបស់គាត់រៀបនឹងដាក់ច័ន្ទណានមកដៃហើយតែត្រូវបានព្រះនាងម្ចាស់និយាយគំរាមទៅអាប៉ែកលីងកុងនឹងនិយាយឌឺទៅច័ន្ទណានថាហើយធ្វើមនុស្សប្រុសអីអត់បានតែនៅក្រោយខ្នងរបស់មនុស្សស្រីច័ន្ទណានក៏និយាយឌឺទៅវិញចុះឲ្យមានមើលខ្លួនឯងអត់មនុស្សប្រុសអីគ្រាន់តែរឿងតិចតួចហើយខឹងនឹងដូចឆ្កែឈួតឯហ្នឹងបន្ទាប់មកអាប៉ែកលីងកុងហ្នឹងគាត់ក៏ឃើញកូននាគដងដោយកូននាគដងហ្នឹងមើលទៅវារៀងតាក់ទាញដែរគាត់ក៏និយាយទៅច័ន្ទណាថាឥឡូវហ្នឹងលក់កូននាគហ្នឹងឲ្យគាត់អត់ប្រាប់ថ្លៃមកច័ន្ទណាថាកូននាគហ្នឹងគឺជាដៃគូរបស់គាត់អត់លក់វាទេអាប៉ែកលីងកុងហ្នឹងក៏សំដៅទៅកូននាគហ្នឹងហើយគាត់និយាយថាច័ន្ទណានិងគាត់ហ្នឹងគឺប្រៀបដូចជាមួយនៅលើមេឃមួយនៅក្រោមដីអញ្ចឹងគឺខុសគ្នាដាច់ហើយគាត់ក៏បានលាដៃហៅអាកូននាគដងហ្នឹងឲ្យមកចិត្តគាត់តែវាមកចិត្តទេគ្រាន់តែគ្នាអត់ទៅចិត្តសោះហ្នឹងក៏អាប៉ែកហ្នឹងខឹងដែរបានយកដៃហ្នឹងទៅច្បាច់គាត់និងបានបោះអាកូននាគហ្នឹងទៅម្ខាងរួចនៅពេលដែលអាប៉ែកលីងកុងហ្នឹងគាត់រៀបនឹងចាក់ចេញគាត់ក៏គំរាមទៅច័ន្ទណានថាឲ្យនៅឆ្ងាយពីព្រះនាងម្ចាស់បន្តិចបើមិនចឹងទេប្រយ័ត្នគាត់បដៅច័ន្ទណានម្ដងយើងកាត់នៅពេលដែលអាប៉ែកលីងកុងហ្នឹងគាត់មកដល់ផ្ទះគាត់អាប៉ែកលីងកុងហ្នឹងកំពុងតែអង្គុយគូសតុកមួម៉ៅរឿងច័ន្ទណាន
គាត់និយាយថាឯងចាំមើលតែមានឱកាសល្អអញនឹងសម្លាប់ឯងធေါ်បានហ្មងហើយគាត់ក៏បានប្រើអ្នកបម្រើរបស់គាត់ឲ្យទៅយកស្រាឲ្យគាត់ផឹកបើប្រើគ្នាមធ្យមងុំធាក់គ្នាទៀតអាប៉ែនេះខឹងគោវាយកបីគ្នាដឹងអីផងហើយអាប៉ែហ្នឹងក៏ទៅប្រាប់អ្នកយាមឲ្យទៅយកស្រាឲ្យលោកម្ចាស់តូចរបស់គេដែលជាលីងកុងជាងហ្នឹងគាត់តែប្រាប់ភ្លាមអាប៉ែហ្នឹងដើរទៅបានប្រហែលឈានក៏បានដួលទៅលើដីហើយយើងក៏បានឃើញនៅសមោមនុស្សម្នាក់តបមកនៅពេលដែលអាប៉ែលីងកុងហ្នឹងគាត់ដើរចូលបន្ទប់គាត់វិញគាត់ក៏បានយកស្រាហ្នឹងមកផឹកតែផឹកបានបន្តិចគាត់ក៏ខ្ជាក់ចេញមកវិញហើយនិយាយថាស្រាស្អីផឹកទៅដូចទឹកខ្មេះអញ្ចឹងហើយគាត់ក៏បានទៅអង្គុយលើកៅអីគាត់ដាក់គូតភ្លាមកៅអីហ្នឹងក៏បាត់ធ្វើឲ្យគាត់អុកគូតលើដីហើយគាត់ស្រែកថាអាណាគេអ្នកធ្វើអញ្ចឹងដល់ពេលគាត់ងាកទៅមើលខែដេករបស់គាត់ស្រាប់តែឃើញជើងណាគេម្នាក់ពេលដែលគាត់ទៅឆែកមើលគឺជាអ្នកបម្រើរបស់គាត់សោះដល់ឃើញអញ្ចឹងគាត់ក៏បានវាយអ្នកបម្រើរបស់គាត់ហ្នឹងនឹងខ្ទៀតចេញក្រៅទៀតហើយរឿងទាំងអស់ហ្នឹងដែរគឺជាស្នាដៃរបស់ច័ន្ទណានយើងមកមើលនៅក្នុងបន្ទប់របស់ព្រះនាងម្ចាស់យើងវិញនាងក៏បានឲ្យអាកូននេះដងហ្នឹងស៊ីអីឲ្យឆ្អែតនៅពេលដែលវាស៊ីឆ្អែតហើយព្រះនាងម្ចាស់យូអឺក៏បានយកវាឲ្យទៅដេកស្រាប់តែវាបានឃើញតុក្កតាមួយមានរូបរាងកូននាគដូចវាអញ្ចឹងព្រះនាងម្ចាស់យូអឺក៏មកសួរវាថាចូលចិត្តតុក្កតាមួយហ្នឹងមែនអាកូននាគដងវាក៏បានងក់ក្បាលហើយព្រះនាងម្ចាស់យូអឺប្រាប់ទៀតថាតុក្កតាហ្នឹងគឺគ្រូរបស់នាងជាអ្នកឲ្យនាងកាលនៅតូចអញ្ចឹងហើយនាងអាចឲ្យអាកូននាគហ្នឹងលេងតុក្កតាហ្នឹងទេដែរកូននាគដងវាក៏បានធ្វើជាគួរឲ្យស្រឡាញ់ដោយឃើញគួរឲ្យស្រឡាញ់អញ្ចឹងព្រះនាងម្ចាស់ក៏ថាឥឡូវនាងឲ្យតុក្កតាហ្នឹងលេងប៉ុន្តែអត់ឲ្យអាកូននាគហ្នឹងយកតុក្កតាហ្នឹងចេញក្រៅញ៉ៃញ៉ៃទេឲ្យលេងបានតែនៅក្នុងបន្ទប់ហ្នឹងគ្រាន់តែបានតុក្កតាហ្នឹងមកលេងព្រាមអាកូននាគដងហ្នឹងបានអោបរត់ដែងពេញហ្នឹងយើងចូលមកមើលបន្ទប់របស់ចាណានវិញគឺគាត់អត់បានដេកឯពេញមួយយប់ហើយដោយសារតែគាត់ដើរមើលជុំវិញរាជវាំងដើម្បីស្វែងរកបណ្ណាល័យដែលគេទុកនៅសភៅបុរាណគាត់និយាយម្នាក់ឯងថាទោះបីគាត់ឥឡូវហ្នឹងរកឃើញបណ្ណាល័យហ្នឹងក៏ដោយប៉ុន្តែកន្លែងបណ្ណាល័យហ្នឹងគឺមានអ្នកយាមតឹងរឹងវាអត់ងាយស្រួលក្នុងការចូលបណ្ណាល័យហ្នឹងទេមានតែប៉ឹងព្រះនាងម្ចាស់យូអឺនាំគាត់ចូលពេលនោះដែរស្រាប់តាព្រះនាងម្ចាស់យូអឺនឹងបងស្រីរបស់នាងឈូយូក៏បានបើកទ្វារចូលមកហើយបងស្រីព្រះនាងម្ចាស់យូអឺហ្នឹងដោយឃើញกระดาษដែលច័ន្ទណានមូទុកនឹងរៀងសង្ស័យនាងក៏និយាយថាกระดาษនៅក្នុងថូនេះមើលទៅតំណងតើច័ន្ទណានគូអីនៅក្នុងกระดาษហ្នឹងច័ន្ទណានថាគាត់តណែគាត់ចេះតែគូរូបលេងទៅព្រះនាងម្ចាស់គ្រាន់តែឮច័ន្ទណានចេះគូរូបអញ្ចឹងនាងក៏បានទៅយកกระดาษហ្នឹងមកមើលហើយក៏បានឃើញរូបអាកូននាគដងដែលច័ន្ទណានបានគូដោយច័ន្ទណានគាត់ខ្លាចបងស្រីព្រះនាងម្ចាស់ហ្នឹងសង្ស័យលើគាត់ទៀតគាត់ក៏បានដកនៅរូបភាពមួយទៀតដែលគាត់គូបន្ទាប់មកបងស្រីព្រះនាងម្ចាស់យូអឺហ្នឹងក៏បានដកនៅកណាត់មួយដែលនៅក្នុងកណាត់ហ្នឹងសតាមជុលហើយនាងក៏ប្រាប់ឲ្យច័ន្ទណាហ្នឹងដោះកៅអៅចេញពីខ្លួនរួចនាងក៏បានចាក់មជុលទៅលើខ្លួនច័ន្ទណានដើម្បីឲ្យធម៌ពលរបស់គាត់វិលត្រឡប់មកវិញដោយចាក់អាមជុលទូចអត់មានប្រសិទ្ធភាពអញ្ចឹងនាងក៏បានដកអាមជុលធំមកច័ន្ទណានយើងវិញនឹងភ័យហើយគាត់ក៏និយាយប្រឡប់ថាគាត់ដោះអាវនឹងមកព្រះនាងម្ចាស់អញ្ចឹងធ្វើឲ្យគាត់ហ្នឹងរៀងខ្មាស់ហើយណាមួយព្រះនាងម្ចាស់ឈូយូហ្នឹងអត់តន់រៀបការផងធ្វើអញ្ចឹងវារៀងអៀនដែរព្រះនាងម្ចាស់ឈូយូក៏និយាយទៅច័ន្ទណាវិញថានាងកើតមកគឺជានារីបរិសុទ្ធអញ្ចឹងហើយនាងស្មោះស្ម័គ្រនឹងនគររបស់នាងអត់អាចទៅមានស្នេហាបានទេច័ន្ទណានដល់លឺអញ្ចឹងគាត់ក៏ថាអញ្ចឹងនៅឯកាងាប់ហើយអត់យកប្តីអត់យកអីផងច័ន្ទណានគាត់និយាយទៅប៉ែអូកាឡាពេកព្រះនាងម្ចាស់ហ្នឹងក៏ចាប់ច័ន្ទណានដាក់មកបញ្ជុលនៅពេលដែលច័ន្ទណានគាត់ព្យាបាលរួចរាល់ហើយគាត់ក៏បានសុំព្រះនាងម្ចាស់ហ្នឹងទៅបណ្ណាល័យព្រះនាងម្ចាស់ឈូយូគាត់ក៏និយាយទៅកាន់ច័ន្ទណាននាងឮថាច័ន្ទណានហ្នឹងយល់អក្សរបុរាណប៉ុន្តែអត់យល់អក្សរនៅពេលបច្ចុប្បន្នឥឡូវហើយព្រះនាងម្ចាស់ឈូយូហ្នឹងក៏ប្រាប់ទៅព្រះនាងម្ចាស់យូបើសិនជាមានពេលតនេឲ្យបរៀនច័ន្ទណានពីអក្សរបច្ចុប្បន្នផងរួចនៅពេលដែលច័ន្ទណាននឹងព្រះនាងម្ចាស់យូរៀបនឹងដើរទៅបណ្ណាល័យហើយព្រះនាងម្ចាស់ឈូយូក៏ប្រាប់ពួកគេឲ្យទៅដោយនាងនិយាយថាចាប់តាំងពីថ្ងៃនេះតទៅច័ន្ទណានអត់អាចចាក់ចេញពីកន្លែងរបស់គាត់បានទេរហូតដល់នាងព្យាបាលឲ្យធម្មពលរបស់ច័ន្ទណានហ្នឹងវិលមកវិញអស់រយៈពេលប្រហែលថ្ងៃដែលច័ន្ទណានត្រូវបានព្រះនាងម្ចាស់ឈូយូព្យាបាលហើយគឺគ្មានប្រសិទ្ធភាពសោះត្រាំទឹកផងលេបថ្នាំផងហើយថ្នាំវិញនឹងប៉ិនក្បាលមនុស្សថ្នាំនៅតែធម្មពលរបស់គាត់អត់មកវិញកន្លែងនេះ admin 5ម្ដងទៀតទៅតាមពិតទៅធម្មពលរបស់ច័ន្ទណាហ្នឹងបានត្រឡប់មកវិញយូរហើយតាំងពីព្រះនាងម្ចាស់សោបធម្មពលរបស់គាត់ប៉ុន្តែគាត់លាក់រឿងហ្នឹងធ្វើឲ្យ
ព្រះនាងម្ចាស់យូអឺនិងព្រះនាងម្ចាស់ឈូយូហ្នឹងគិតថាគាត់អស់ធម៌ពលពីខ្លួននៅពេលដែលពួកគេទាំង3នាក់ហ្នឹងនិយាយគ្នាព្រះនាងម្ចាស់យូអឺក៏និយាយថាព្យាបាលមួយថ្ងៃហើយនៅតែអត់មានលទ្ធផលសោះឆាណានក៏តបទៅវិញថាបាច់ខ្វល់ទេបើសិនជាធម៌ពលគាត់អត់ត្រឡប់មកវិញអត់ទៅគាត់ព្រោះនៅធ្វើជាមនុស្សធម្មតាក៏បានដែរបាច់នៅរីកវាំងអំពើទុកដល់ព្រះនាងម្ចាស់ទៀតទេប៉ុន្តែក៏ត្រូវបានព្រះនាងម្ចាស់ឈូយូបដិសេធឆាណានក៏ថាមើលទៅព្រះនាងម្ចាស់ឈូយូដូចជាខ្វល់រឿងរបស់គាត់ខ្លាំងម៉េះហ្នឹងហើយអ្នកទាំងអស់គ្នាភាគទី6របស់យើងក៏ត្រូវបានបញ្ចប់ដោយប៉ុណ្ណឹងបើសិនជា admin មានកន្លែងណាខុសឆ្គងអីសូមអធិស្ឋានផងណា admin នឹងព្យាយាមកែសម្រួលវាឲ្យបានល្អជាងនេះទៅទៀត